សូមជម្រាបសួរបងប្អូនសូមព្រះប្រទានពរសូមចំណាយពេលជាមួយនឹងព្រះបន្ទូលព្រះខ្លីជាមួយគ្នានៅថ្ងៃនេះយើងចំណាយពេលជាមួយនឹងព្រះបន្ទូលព្រះតាក់ទងនឹងការតមអាហារនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក6ខ16ដល់18បានចែងយ៉ាងដូចនេះកាលណាអ្នករាល់គ្នាតមអាហារនោះកុំឲ្យធ្វើទឹកមុខក្រៀមដូចជាមនុស្សមានពុតឡើយត្បិតគេខ្លាញ់ទឹកមុខស្រងូតឲ្យមនុស្សលោកឃើញថាគេតមខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាគេបានរង្វាន់គេហើយតែអ្នកកាលណាតមនោះចូលឲ្យលាបគ្រឿងក្រអូបនៅលើក្បាលហើយលុបមុខចេញដើម្បីកុំឲ្យមនុស្សលោកឃើញថាអ្នកតមឡើយគឺឲ្យព្រះវរបិតានៃអ្នកដែលគង់នៅទីលាក់កំបាំងបានឃើញវិញនោះព្រះវរបិតានៃអ្នកដែលទ្រង់ទតឃើញនៅទីលាក់កំបាំងទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រជៈច្បាស់អាមែននៅបទព្រះគម្ពីរនៅថ្ងៃនេះនិយាយអំពីការតមអាហារហើយព្រះយេស៊ូវកំពុងតែបង្រៀនពីការតមអាហារដែលគប់ព្រះハរតីព្រះហើយជិះចេញពីការតមអាហារបែបមានពុតការតមអាហារគឺជាផ្នែកមួយសំខាន់ណាស់សម្រាប់ការបង្ហាញពីការគោរពប្រតិបត្តិដល់ព្រះរបស់ពួកយូដានៅក្នុងសម័យដែលអង្គព្រះយេស៊ូវគ្រីស្ទយាងមកផែនដីនៅក្នុងអំឡុងពេលព្រះយេស៊ូវគង់នៅផែនដីការតមអាហារគឺជាឱកាសមួយដើម្បីបង្ហាញអំពីការគោរពប្រតិបត្តិដល់ព្រះមនុស្សជាច្រើននៅសម័យនោះគេស្លៀកពាក់ខោអាវចាស់ចាស់ដាច់រហែកហើយបង្ហាញទឹកមុខហេវហត់របស់ពួកគេនៅពេលដែលគេតមអាហារដើម្បីបង្ហាញពីភាពមាំមួនខាងឯវិញ្ញាណរបស់ពួកគេទៅកាន់អ្នកដែលនៅក្បែរខ្លួនទៅកាន់អ្នកដែលមិនតមអាហារមានអ្នកខ្លះថែមទាំងយកផេះមកបាចសាចស្រោចលើខ្លួនដើម្បីបង្ហាញពីទំហំនៃដួងចិត្តដែលគេបានថ្វាយទៅកាន់ព្រះចង់បានព្រះទូលអង្វរទៅដល់ព្រះស្រដៀងនឹងការអធិដ្ឋានការចែកទានព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទបានដោះស្រាយបញ្ហានេះដោយមិនបានហាម5ដាច់ខាតមិនអោយតមអាហារនោះទេគឺមានន័យថាការតមអាហារមិនមែនជាការខុសឆ្គងទេតែការតមអាហារនេះត្រូវតែធ្វើឡើងដោយសម្ងាត់ដើម្បីឲ្យយើងរាល់គ្នាបានទទួលរង្វាន់មកពីព្រះនេះគឺជាអ្វីដែលអង្គព្រះយេស៊ូវចង់បង្រៀនដល់យើងរាល់គ្នាការតមអាហារជាពេលដែលយើងស្វែងរកបំណងព្រះハរតីព្រះនិងសូមសេចក្តីមេត្តាករុណាពីទ្រង់យើងត្រូវធ្វើដោយសម្ងាត់ពីព្រោះជាពេលវេលាដែលយើងចំណាយជាមួយព្រះគឺជាពេលដែលយើងមានរវាងព្រះនិងយើងបើយើងមានសុខភាពមិនល្អយើងត្រូវគិតអំពីសុខភាពរបស់យើងមុនពេលដែលយើងសម្រេចចិត្តថាគួរតមអាហារឬអត់ពីព្រោះបើយើងមានសុខភាពមិនល្អការតមអាហារអាចប៉ះពាល់ដល់សុខភាពរបស់យើងដែរហើយបើសិនជាយើងមានសុខភាពល្អយើងចង់តមអាហារយើងចង់ចំណាយពេលជាមួយព្រះជាមួយនឹងព្រះបន្ទូលព្រះដោយការអធិដ្ឋានផ្ទាល់ខ្លួនស្វែងរកបំណងផាតីរបស់ផងព្រះសូមសេចក្តីមេត្តាករុណាពីព្រះសូមការដឹកនាំមកពីព្រះយើងមិនត្រូវធ្វើការតមអាហារដើម្បីគ្រាន់តែឲ្យមនុស្សឃើញហើយសរសើរដល់យើងទេក៏មិនចាំបាច់ធ្វើទុកបុកម្នេញខ្លួនឯងដោយធ្វើទឹកមុខស្រពោនពាក់អាវខោអាវចាស់ចាស់ដាច់រហែកបាចស្រោចផេះលើខ្លួនឯងដែរការនេះគឺអង្គព្រះយេស៊ូវគ្រីស្ទបានបង្រៀនថាយើងមិនចាំបាច់ធ្វើការទាំងអស់នេះទេយើងមិនចាំបាច់សម្ដែងទេត្បិតព្រះទ្រង់ជ្រាបទាំងអស់ព្រះទ្រង់ដឹងច្បាស់ថាតើអ្វីជាគោលដៅនៃការតមអាហាររបស់យើងរាល់គ្នាដូច្នេះបានជាអង្គព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលនៅក្នុង
ខ17 ថាតែអ្នកកាលណាតមនោះចូលឲ្យលាបគ្រឿងក្រអូបនៅលើក្បាលហើយលុបមុខចេញដើម្បីកុំឲ្យមនុស្សលោកឃើញឡើយឃើញថាអ្នកតមឡើយគឺឲ្យព្រះវរបិតានៃអ្នកដែលគង់នៅទីលាក់កំបាំងបានឃើញវិញនោះព្រះវរបិតានៃអ្នកដែលទ្រង់ទតឃើញនៅទីលាក់កំបាំងទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រជែកច្បាស់ការគោរពប្រតិបត្តិដល់ព្រះដោយស្កប់ចិត្តសម្រាប់ជាប្រយោជន៍ដល់ព្រះមិនសម្រាប់បង្ហាញដល់អ្នកដទៃឲ្យសរសើរដល់ខ្លួនយើងនឹងនាំឲ្យយើងបានទទួលរង្វាន់មកពីព្រះសូមចាំថាការតមអាហារដោយចំណាយពេលជាមួយព្រះនិងព្រះបន្ទូលព្រះដោយការអធិដ្ឋានមានប្រយោជន៍ណាស់សម្រាប់ការលូតលាស់ខាងឯវិញ្ញាណនិងជីវិតនៃការអធិដ្ឋានរបស់យើងរាល់គ្នាការដែលរស់នៅដោយឥតបរិភោគអាហារមួយរយៈពេលខ្លីរំលឹកយើងឲ្យដឹងថាយើងពឹងផ្អែកលើព្រះសម្រាប់ការរស់រានសម្រាប់តម្រូវការនិងសម្រាប់គ្រប់ការទាំងអស់នៅក្នុងជីវិតរបស់ផងយើងចង់បង្ហាញថាជីវិតយើងអាចរស់ទៅបានដោយសារព្រះការតមអាហារជួយយើងក្នុងការស្វែងរកព្រះយ៉ាងក្លៀវក្លាដើម្បីត្បិតយើងដឹងថាតាមរយៈព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទតែមួយគត់ដែលនាំឲ្យយើងបានសង្គ្រោះហើយជីវិតយើងបានផ្លាស់ប្រែគឺដោយសារទ្រង់ជាអ្នកផ្លាស់ប្រែយើងទេចូលយើងញែកពេលខ្លះដើម្បីតមអាហារនិងអធិដ្ឋានចំណាយពេលជាមួយព្រះដើម្បីឲ្យយើងបានដឹងថាការពឹងផ្អែកលើព្រះទាំងស្រុងមានន័យយ៉ាងដូចម្តេចសម្រាប់ជីវិតយើងសូមអរគុណសូមព្រះប្រទានពរ